từ mơ gì kê nè ao gì kê mà chả ní cứ chỉ riêng thọ mà ba của ma đây chỉ riêng đầm náแต่ตองอมปีสงกรานต์ឆ្នាំថ្មីក៏ដូចជាការទទួលផ្ទេរតំណែងទេវតាឆ្នាំថ្មីល្អមើលណាស់ពុកម៉ែបងប្អូនណោះនិយាយពីថាប្លែកខ្លាំងមែនតើអូខេឥឡូវនឹងត្រីមកប្រាប់អំពីដំណើររឿងមួយនេះមកនឹងរាយរាប់អំពីដំណើររឿងខ្ញុំចង់ប្រាប់ថាខ្ញុំទៅអង្គុយចន់នៅមុខឆាកយីគេនឹងតាំងពីម៉ោង 4:40 ជាងអង្គុយហ្នឹងក៏មានការដង្ហែក្បួនទេវតាឆ្នាំថ្មីមកដល់ឆាកហើយអង្គុយបន្តិចហ្នឹងក៏មានការដង្ហែត្រត់ទៀតមិនដឹងថាត្រូវមើលណាចោលណីទេពុកម៉ែបងប្អូនហើយសល្អមើលទាំងពីរប៉ុន្តែគុំម្ដងយើងគឺមកមើលយីគេចឹងយើងមើលយីគេដល់ម៉ោងហើយឥឡូវនេះយីគេចាប់ផ្ដើមហោមរោងណាគូបញ្ជាក់ផងដែរថាយីគេហោមរោងគឺជាឈុតមួយនៅក្នុងផ្នែកល្ខោនយីគេមុននឹងសម្ដែងរឿងអ្វីមួយនៃរឿងយីគេហ្នឹងណាគេតែងតែធ្វើពិធីហោមរោងសំទឹកសំដីសំព្រៃប្រក្សានិងរៀបគ្រឿងសក្ការៈថ្វាយដល់ទេវតាអ្នកតាព្រៃភ្នំព្រាយតូចព្រាយធំស្រីខ្មៅកន្តោងខៀវឲ្យចូលមកសន្ធិដ្ឋក្នុងតួអង្គនីមួយៗសម្ដែងបានល្អជោគជ័យនិងសុវត្ថិភាពទៅមើលល្ខោនយីគេបើបានលឺបទហោមរោងយីគេទៅមានអារម្មណ៍ថាដូចជាខ្វះរសជាតិអ្វីមួយយ៉ាងណាបន្តអំពីការសម្ដែងនៃយីគេហោមរោងហើយគឺដល់វគ្គទូថ្លង់ដើម្បីចេញមកបើកឆាកនៃរឿងយីគេមានអ្នក sponsor នំប៉័ងឲ្យញ៉ាំទៀតអត់ក៏មានការអូខេឥឡូវចូលដល់សាច់រឿងរបស់យើងរឿងធម្មបាលកុមារមានដំណើរដូចតទៅកាលពីដើមឡើយនឹងគឺមានកុមារមួយរូបដែលមានឈ្មោះថាធម្មបាលកុមារគឺជាកូនរបស់មហាសេដ្ឋីដែលមានចំណេះវិជ្ជាដ៏វិសេសវិសាលតែម្ដងរៀនចប់ចេះត្រៃវេទតាំងពីអាយុ 7 ឆ្នាំមកតើតែឃើញកូនមានបញ្ញាខ្ពង់ខ្ពស់ចឹងទៅសេដ្ឋីដែលជាឪពុកហ្នឹងបានសាងសង់នៅប្រាសាទមួយឲ្យប្រាសាទហ្នឹងគឺនៅទៀបដើមជ្រៃធំមួយនៅឆ្នេរទន្លេដែលជាទីស្នាក់នៅរបស់បក្សីទាំងឡាយហើយធម្មបាលកុមារនោះបានចេះតាំងភាសាបក្សីយទៅភាសាសត្វទាំងពួងតែម្ដងថ្ងៃមួយធម្មបាលកុមារបានធ្វើជាអាចារ្យដើម្បីសម្ដែងនៅមង្គលផ្សេងៗទាំង10ដល់មនុស្សទាំងពួងដោយសារតែធម្មបាលកុមារឆ្លាតអាចសម្ដែងនៅមង្គលទាំង10ទៅកាន់មនុស្សផងទាំងពួងអញ្ចឹងបានធ្វើឲ្យគេស្រឡាញ់ចូលចិត្តហើយស្រាប់តែដំណឹងហ្នឹងបានលេចលឺរហូតទៅដល់ឋានព្រំមកពីព្រោះថានៅឋានព្រំហ្នឹងក៏មានជើងខ្លាំងម្នាក់ដែរគឺកបិលមហាព្រំតែម្ដងដែលជាទេពដែលប្រកែឆ្លាតជាងគេនៅលើโลกតែម្ដងស្រាប់តែកបិលមហាព្រំអក្រោយពីបានលឺអំពីដំណឹងថាមានធម្មបាលកុមារមួយទៀតដែលអាចសម្ដែងនៅមង្គលទាំង10ទៅកាន់ប្រជាពលរដ្ឋហ្នឹងកបិលមហាព្រំក៏បានកោះហៅទេពនិករទេវតាទេពធីតាបត្រាបត្រីអីមកអស់ហើយដើម្បីប្រជុំគ្នាអធិស្ស្រ័យអត់មានបត្រាមានតែបត្រី7អង្គច្រឡំកបិលមហាព្រំដោយសារតែចង់លបងប្រាជ្ញាធម្មបាលកុមារកបិលមហាព្រំបានចុះទៅដល់ឋានមនុស្សហើយជួបជាមួយនឹងធម្មបាលកុមារបន្ទាប់មកធ្វើការភ្នាល់គ្នាដើម្បីដោះស្រាយប្រស្នាហើយប្រស្នាដែលកបិលមហាព្រំដាក់ទៅឲ្យធម្មបាលកុមារដើម្បីគិតនិងដោះស្រាយហ្នឹងគឺថាតើសិរីទាំង3ប្រការហ្នឹងគឺស្ថិតនៅកន្លែងណាខ្លះហើយការដោះស្រាយប្រស្នានេះក៏មានកិច្ចសន្យាដែរថាបើសិនជាធម្មបាលកុមារដោះប្រស្នានឹងបានកបិលមហាព្រំនឹងកាត់ព្រះសិរសារបស់ខ្លួនដើម្បីបូជាទៅដល់ធម្មបាលកុមារប៉ុន្តែបើសិនជាធម្មបាលកុមារដោះស្រាយប្រស្នានេះមិនបានធម្មបាលកុមារត្រូវតែកាត់ក្បាលដើម្បីថ្វាយដល់កបិលមហាព្រំដូចគ្នាដោយសារប្រស្នានេះគឺវាពិបាកខ្លាំងណាស់អញ្ចឹងធម្មបាលកុមារអាចឆ្លើយភ្លាមៗបានទេក៏សូមមេត្តាអំពីកបិលមហាព្រំដើម្បីឲ្យខ្លួនចំនួន7ថ្ងៃដើម្បីគិតដោះស្រាយប្រស្នាមួយនេះថ្លែងអំពីធម្មបាលកុមារវិញលុះកន្លងផុតទៅរយៈពេល6ថ្ងៃហើយប៉ុន្តែនៅតែគិតដោះស្រាយប្រស្នាអត់ចេញពិបាកចិត្តមែនតើព្រោះថាតែដោះចេញទេនឹងត្រូវកាត់ក្បាលថ្វាយកបិលមហាព្រំហើយបន្ទាប់មកធម្មបាលកុមារក៏រត់ចេញពីប្រាសាទរបស់ខ្លួនបន្ទាប់មកក៏ទៅដេកពួននៅក្រោមដើមត្នោតមួយនៅពេលដែលកំពុងគេងនៅក្រោមដើមត្នោតហ្នឹងក៏ស្រាប់តែមានឥន្ទ្រីមកគូគេបានតែចែកគ្នាណាឥន្ទ្រីញីឈ្មោះក៏បានសួរគ្នាថាតើព្រឹកថ្ងៃស្អែកហ្នឹងតើយើងបានសាច់ពីណាដើម្បីមកស៊ីដល់ទៅពេលចែកគ្នាចោះឡានហ្នឹងឥន្ទ្រីទាំងពីរហ្នឹងក៏បានធ្លោយនៅចម្លើយហើយចម្លើយហ្នឹងត្រូវបានធម្មបាលកុមារស្ដាប់ឮដល់ទៅពេលស្ដាប់ឮអំពីចម្លើយនៃប្រស្នាទាំង3ប្រការហ្នឹងហើយធម្មបាលកុមារហ្នឹងក៏បានទៅដល់ឋានព្រំដើម្បីឆ្លើយប្រាប់ប្រស្នាហ្នឹងទៅកាន់កបិលមហាព្រំប្រស្នាខទី1នោះគឺសេរីនៅពេលព្រឹកស្ថិតនៅត្រង់ណាចម្លើយនោះគឺស្ថិតនៅមុខព្រោះថាមនុស្សយើងទាំងឡាយត្រូវយកទឹកលងមុខប្រស្នាខទី2នោះគឺថ្ងៃត្រង់សេរីស្ថិតនៅទីណាចម្លើយនោះគឺស្ថិតនៅត្រង់ទ្រូងដោយហេតុមនុស្សទាំងឡាយនៅពេលថ្ងៃឡើងគឺយកទឹកលាងទ្រូងប្រស្នាខទី3នោះគឺនៅពេលល្ងាចសេរីស្ថិតនៅទីណាចម្លើយនោះគឺស្ថិតនៅត្រង់ជើងដោយហេតុមនុស្សទាំងឡាយគឺយកទឹកលាង
ងជើងបន្ទាប់អំពីធម្មបាលកុមារបានដោះស្រាយប្រស្នាដែលកបិលមហាព្រំតែឲ្យត្រូវអស់ហើយកបិលមហាព្រំក៏ព្រមនឹងសុខចិត្តកាត់ព្រះសិរសារបស់ខ្លួនដើម្បីថ្វាយទៅដល់ធម្មបាលកុមារប៉ុន្តែមុននឹងកាត់ព្រះសិរសាកបិលមហាព្រំក៏បានហៅបុត្រីទាំងអស់គ្នាជាពិសេសគឺបុត្រីច្បងព្រះនាងទងសាទេវីហ្នឹងឲ្យយកពានមាសដើម្បីទ្រនៅព្រះសិរសារបស់ខ្លួនដោយសារតែបើព្រះសិរសារបស់ទ្រង់ធ្លាក់ទៅលើផែនដីនឹងកើតជាភ្លើងឆេះលោកបើធ្លាក់ទៅលើអាកាសនឹងធ្វើឲ្យភ្លៀងរាំងហើយបើធ្លាក់ទៅក្នុងមហាសមុទ្រទឹកនឹងរីងស្ងួតហួតហែងតែម្ដងបន្ទាប់មកកបិលមហាព្រំក៏បានកាត់ព្រះសិរសារបស់ខ្លួនឲ្យទៅព្រះនាងទងសាទេវីដែលជាបុត្រីច្បងហើយព្រះនាងក៏បានយកពានមាសទៅទ្រនៅព្រះសិរសារបស់បិតាខ្លួនហើយហែប្រទក្សិណភ្នំព្រះមេរុចំនួន60នាទីហើយក៏អញ្ជើញទៅប្រឌិតស្ថានទុកនៅក្នុងមណ្ឌបនៅក្នុងគុហាគុណធមេលានៃភ្នំកៃឡាសបូជាដោយគ្រឿងទឹកផ្សេងព្រះវិស្វកម្មនិមិត្តរងហើយដោយកែវ7ប្រការឈ្មោះថាភគវតីសភាឲ្យជាទីប្រជុំនៃទេវតាលុះដល់គម្រប់មួយឆ្នាំសង្ក្រាននាងទេពធីតាទាំង7ក៏ផ្លាស់វេនគ្នាមកអញ្ជើញព្រះសិរសាកបិលមហាព្រំចេញមកហែប្រទក្សិណភ្នំព្រះមេរុរាល់ឆ្នាំហើយត្រឡប់ទៅទេវលោកវិញហើយបន្ទាប់មកទេពធីតាទាំង7អង្គក៏ផ្លាស់វេនគ្នាគ្រប់គ្រងភពផែនដីទៅតាមឆ្នាំរហូតដល់សប្តាហ៍ថ្ងៃជាបន្តទៅទៀតនេះគឺជាពិធីផ្ទេរតំណែងទេវតាឆ្នាំថ្មីព្រះនាងកលកៈទេវីជាបុត្រីទី2ព្រះបងម្ចាស់បងដោយអំណើនៃការកសាងសង្គមជាតិប្រជានារីទាំងអស់បានសុខកាយសប្បាយចិត្តឆ្នាំថ្មីព្រះនាងកលកៈទេវីជាបុត្រីទី2នៃកបិលមហាព្រំបានទទួលតំណែងគ្រប់គ្រងភពផែនបាទគូថាយីគេមួយឆាកនេះគឺល្អមើលខ្លាំងមែនតើរឿងធម្មបាលកុមារសង្ឃឹមថាពុកម៉ែបងប្អូនចូលចិត្តនិងពេញចិត្តសួស្តីឆ្នាំថ្មី